ពីមុនខ្ញុំតែងតែធ្វើតាមទម្លាប់នឹងគឺយកចប់ទៅឆាយដីធ្វើបៀបដូចលៀនស្រូវអញ្ចឹងសាបកូនដល់យកមកធ្វើការដាំដុះដកកូននោះមិនស៊ូងនៅលើទីលៀនដែលយើងត្រូវធ្វើនឹងមិនអស់ទេដូច្នេះគ្រាប់ពូជក៏ថ្លៃត្រូវខាត់បងនៅលើថ្នាលក៏ច្រើននេះជាបញ្ហាដែលខ្ញុំគិតឃើញថាបើធ្វើរបៀបនេះតទៅទៀតទាំងខ្ញុំទាំងកសិករក្នុងស្រុកប្រហែលជារកចំណូលបានចំណេញមិនឃើញទេគ្មានចំណេញទេជំរាបសួរនាងខ្ញុំឈ្មោះឈឿនឆាលីនជាអ្នកគ្រប់គ្រងទូទៅនៃអាជីវកម្មតាយមកសិកម្មធម្មជាតិមូលហេតុដែលយើងបង្កើតតាយកសិកម្មធម្មជាតិដោយសារតែយើងឃើញនៅកសិករដែលគាត់ដាំបន្លែឬក៏ធ្វើកសិកម្មបែបបុរាណឬបែបប្រពៃណីដូច្នេះហើយការធ្វើកសិកម្មបែបប្រពៃណីគឺគាត់នៅទម្លាប់ការព្រោះគ្រាប់ពូជធ្វើឲ្យគាត់ចំណាយគ្រាប់ពូជច្រើនហើយមួយទៀតគឺគាត់ជ្រើសរើសដីបណ្ដុះកូនដំណាំគាត់នាំចូលមកពីខាងក្រៅកូនដំណាំมันមានភាពលូតលាស់ល្អហើយក៏មានតម្លៃថ្លៃផងដែរធ្វើឲ្យយើងបង្កើតនៅអាជីវកម្មថ្មីមួយគឺដីបណ្ដុះកូនដំណាំហើយនឹងអាជីវកម្មបន្ថែមទៀតគឺលក់ជាកូនដំណាំដែលតាមតម្រូវការរបស់កសិករដែលគាត់កំងនៃការធ្វើដីបណ្ដុះនេះដោយការមានការផ្សំឡើងដោយគំនិតកែច្នៃដោយខ្លួនឯងដោយមានវត្ថុធាតុដើមបាទជុំវិញភូមិសាស្ត្រដែលធ្លាប់រស់នៅគឺមានអាចគោមានខ្ជូងអង្កាមមានដីដំបូកមានដីល្បប់ដែលយើងនាំចេញពីប្រភពបាត់បឹងដែលនៅក្បែរយើងលក្ខណៈពិសេសរបស់ដីបណ្ដុះកូនដំណាំរបស់យើងគឺធ្វើឲ្យកូនដំណាំមានភាពលូតលាស់ល្អរឹងមាំមានសុខភាពល្អហើយកូនដំណាំដែលរឹងមាំមានសុខភាពល្អធ្វើឲ្យកូនដំណាំធន់នឹងអាកាសធាតុប្រែប្រួលមានតម្លៃសមរម្យចំពោះកសិករយើងក៏មានការតេស្តគុណភាពដីបណ្ដុះជាមួយនឹងគ្រាប់ពូជចំនួន4ប្រភេទផងដែរគ្រាប់ពូជដែលយើងធ្វើការតេស្តគុណភាពគឺទី1គឺអាឡឹកលឿងទី2គឺសណ្តែកគួរទី3គឺខាត់ណាទី4គឺប៉េងប៉ោះដើម្បីបញ្ជាក់ពីគុណភាពដីតាយកសិកម្មធម្មជាតិយើងក៏បានយកដីបណ្ដុះមកពីខាងក្រៅដើម្បីសាកល្បងគុណភាពដែលធ្វើឲ្យផលិតផលបង្ហាញថាដីបណ្ដុះរបស់តាយកសិកម្មធម្មជាតិមានភាពលូតលាស់ល្អជាងដីបណ្ដុះនៅខាងក្រៅផងដែរបាទខ្ញុំជាវដីបណ្ដុះកូនពីតាយកកសិកម្មធម្មជាតិមកឃើញថាដីបណ្ដុះនេះវាមានកត្តាមួយដ៏ល្អដើម្បីជួយពង្រឹងដើមនឹងការលូតលាស់បានល្អហើយនឹងធន់កម្ដៅថ្ងៃខ្ញុំបានទិញដីបណ្ដុះហើយនឹងកូនលឹកលឿងពីតាយកកសិកម្មធម្មជាតិនិយាយពីដីបណ្ដុះកូនហ្នឹងគឺមានគុណភាពល្អកូនដំណាំវាល្អហើយវាធន់នឹងអាកាសធាតុកាលដែលខ្ញុំប្រើដីផ្សេងខុសពីដីតាយកសាមុនហ្នឹងវាល្អដំបូងប៉ុន្តែដល់ពេលក្រោយមកវាទៅជាក្រហមដើមវាអត់រឹងមាំក្រោយពីបានចូលរួមកម្មវិធីកសិកម្មខ្មែរសម័យថ្មីចំពោះនាងខ្ញុំផ្ទាល់នាងខ្ញុំបានទទួលនៅចំណេះដឹងខាងផ្នែកកសិកម្មបែបទំនើបនិងកសិកម្មធន់នឹងអាកាសធាតុនេះគឺជាផ្នែកមួយដែលជំរុញឲ្យនាងខ្ញុំទទួលបាននៅការជោគជ័យក្នុងការប្រឡងមន្ត្រីកសិកម្មឃុំមន្លងវែងស្រុកអន្លង់វែងខេត្តដ៏មានជ័យតាយកកសិកម្មធម្មជាតិនឹងមានគំនិតមួយថានឹងពង្រីកមុខរបរឲ្យคล้ายទៅជាយេហោរបស់តាយកកសិកម្មធម្មជាតិនេះទៅជាក្រុមហ៊ុនមួយដែលទទួលយកបានភាពជោគជ័យនៅលើតំបន់ទូទាំងប្រទេសបាទ